ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន comment មួយទាក់ទងទៅនឹង user management ជាដំបូងគឺយើងវាយ who am I គឺយើងចង់ដឹងថាយើងចូលទៅលើ user វិញណាគឺ comment មួយទៀតគឺទាក់ទងទៅនឹង PWD គឺយើងដំបូង print ការងារមួយទៀតគឺយើងទាក់ទងទៅនឹងការបង្កើត user sudo .clear user add .m.s/bit/base ហើយឈ្មោះគឺយើងចង់ដាក់ឈ្មោះអីក៏បានដែរតែយើងចង់ដាក់ឈ្មោះសុកយើង enter ទៅមកដាក់ password user របស់យើងទៅបង្កើត password របស់ admin សុកដាក់ខ្ញុំ password មកចឹង password ខ្ញុំគឺខ្ញុំដាក់សុកដដែលបណ្ដាអក្សរតូចហើយ enter មកថ្ងៃនេះគឺយើងនឹងបញ្ជាក់ថាយើងបាន correct ជាមួយនឹង password ហើយដែលយើងបានដាក់ពីលើមកអញ្ចឹងយើងវាយ password ដែលយើងដាក់មកនេះអញ្ចឹងមានន័យថា password របស់យើងហ្នឹងគឺ success ហើយអញ្ចឹងយើងទៅចូលមើល user របស់យើង SU សុកមកយើងវាយ password ដែលយើងដាក់មកនេះអញ្ចឹងបានន័យថាគឺយើងមាន user មួយដែលមានឈ្មោះថាសុកអញ្ចឹងដល់កន្លែងនេះគឺយើងចូលទៅមើលតើយើងចូលឈរនៅលើ user សុកដែរឬអត់ចឹងយើងវាយ cd ដល់ enter មកគឺយើងចូលនៅ user សុកនេះគឺយើងបញ្ជាក់ទៅលើថាយើងចូលទៅលើ user ណាគាត់គឺយើងវាយ who am I ចេញគឺនៅ user សុកនេះគឺយើងមាន command មួយទៀតគឺយើងបង្កើតទៅនឹង folder ខ្ញុំគឺខ្ញុំដាក់ឈ្មោះ MIS យើង enter មកអត់ឯមកគឺខ្ញុំបាន folder